នេះគូជា Camp Today ថ្ងៃនេះជាថ្ងៃទី28 ខែកក្កដានៅប្រទេសឥណ្ឌាក្រុមអ្នកវាដែលគេហៅថា Cockroaches បានអបអរចំពោះជ័យជំនះដែលពួកគេចាត់ទុកថាជាជំហានសំខាន់សម្រាប់លទ្ធិប្រជាធិបតេយ្យការតវ៉ានេះផ្ដោតលើការទាមទារកំណែទម្រង់ក្នុងវិស័យអប់រំហើយរដ្ឋមន្ត្រីអប់រំលោក Dharmendra Pradhan បានលាលែងពីតំណែងបន្ទាប់ពីការទាមទារដ៏យូររបស់ក្រុមនេះអ្នកពាក់ព័ន្ធជឿថាការសហការបន្តគឺសំខាន់សម្រាប់លទ្ធផលជាក់ស្ដែងក្នុងរយៈពេល6ខែក្រុមការងារសកម្មភាពកម្ចាត់មីនកម្ពុជាបានរកឃើញនឹងកំទេចគ្រាប់យុទ្ធភ័ណ្ឌគ្រប់ប្រភេទប្រមាណ8000គ្រាប់ដែលត្រូវបានរាយការណ៍ថាជាគ្រាប់របស់កងទ័ពថៃប្រតិបត្តិការនេះធ្វើឡើងក្នុងតំបន់ដែលនៅសេសសល់ហានិភ័យពីសំណល់សង្គ្រាមនិងការប្រឈមតាមព្រំដែនសាធារណជននិងភាគីពាក់ព័ន្ធកំពុងតាមដានការវិវត្តបន្តក្រុមគ្រូពេទ្យស្ម័គ្រចិត្តដឹកនាំដោយឯកឧត្តមហ៊ុនម៉ាណីបានបន្តចុះផ្ដល់សេវាមនុស្សធម៌ជូនប្រជាជនដែលបានភៀសសឹកតាមតំបន់ព្រំដែនអ្នកជំងឺត្រូវបានពិនិត្យនិងព្យាបាលដោយឥតគិតថ្លៃដោយមានការផ្ដល់ថ្នាំនិងការណែនាំថែទាំសុខភាពតាមតម្រូវការសកម្មភាពនេះមានគោលបំណងជួយសម្រាលការលំបាករបស់គ្រួសារដែលត្រូវចាកចេញពីទីលំនៅនិងធានាឲ្យពួកគេទទួលបានការថែទាំជាបឋមនៅខេត្តបាត់ដំបងស្រូវរបស់ប្រជាកសិករជាង 110,000 ហិកតាបានជួបបញ្ហាខ្វះទឹកតាមការរាយការណ៍កិច្ចខិតខំប្រឹងប្រែងសង្គ្រោះដំណាំបានជួយស្ដារផ្ទៃដីប្រមាណជាងពាក់កណ្ដាលរួចហើយអាជ្ញាធរនិងមន្ត្រីពាក់ព័ន្ធកំពុងបន្តសម្របសម្រួលប្រភពទឹកនិងចែកចាយទឹកទៅកាន់តំបន់ដែលមានតម្រូវការខ្ពស់សាធារណជននិងភាគីពាក់ព័ន្ធកំពុងតាមដានការវិវត្តបន្តមន្ត្រីឧទ្យានុរក្សក្នុងដែនជម្រកសត្វព្រៃព្រៃឡង់បានចុះប្រតិបត្តិការបង្ក្រាបការដឹកជញ្ជូនឈើខុសច្បាប់ហើយបានដកហូតឈើចំនួន50សន្លឹកដែលជនសង្ស័យគ្រោងយកចេញពីតំបន់ការពារវត្ថុតាងត្រូវបានរក្សាទុកដើម្បីបន្តនីតិវិធីតាមច្បាប់ខណៈអាជ្ញាធរកំពុងស្វែងរកនិងកំណត់អត្តសញ្ញាណអ្នកពាក់ព័ន្ធសាធារណជននិងភាគីពាក់ព័ន្ធកំពុងតាមដានការវិវត្តបន្តព័ត៌មានសេដ្ឋកិច្ចការនាំចេញទុរេនស្រស់របស់កម្ពុជាទៅកាន់ប្រទេសចិនក្នុងរយៈពេល7ខែដំបូងនៃឆ្នាំ2025បានកើនឡើងជិត40ដងបើធៀបនឹងរយៈពេលដូចគ្នាមន្ត្រីបានលើកឡើងថាគុណភាពផ្លែឈើកាន់តែល្អតម្លៃមានភាពប្រកួតប្រជែងហើយតម្រូវការទីផ្សារចិនក៏កំពុងកើនឡើងវិស័យពាក់ព័ន្ធកំពុងចាប់អារម្មណ៍លើផលប៉ះពាល់សេដ្ឋកិច្ចបន្ទាប់ទេសាភិបាលបានលើកឡើងថាសេដ្ឋកិច្ចកម្ពុជាអាចចាត់ទុកថាមានភាពធន់ប្រសិនបើអាចរក្សាកំណើនក្នុងរង្វង់ពី3ទៅ4%ការវាយតម្លៃនេះត្រូវបានបង្ហាញក្នុងបរិបទដែលសេដ្ឋកិច្ចកំពុងប្រឈមនឹងកត្តាខាងក្រៅនិងការប្រែប្រួលនៃទីផ្សារអន្តរជាតិទោះជាយ៉ាងណាការរក្សាសកម្មភាពផលិតកម្មការងារនិងការវិនិយោគត្រូវបានចាត់ទុកថាជាចំណុចសំខាន់សម្រាប់គាំទ្រកំណើនរដ្ឋាភិបាលបានរៀបចំពិធីចាប់ឆ្នោតកំណត់លេខដីឡូតនិងផ្ទះក្នុងគម្រោងផ្ដល់ដីការពារព្រៃដើម្បីឲ្យប្រជាពលរដ្ឋចូលរួមអភិវឌ្ឍប្រកបដោយចីរភាពគម្រោងទី1ស្ថិតនៅភូមិសាស្ត្រអូសាវឃុំស្ដៅនិងឃុំសាមខួយស្រុកសេសានខេត្តស្ទឹងត្រែងប្រជាពលរដ្ឋដែលគ្មានដីពិតប្រាកដចំនួន538គ្រួសារត្រូវបានរាយការណ៍ថាបានចាប់ឆ្នោតទទួលដីនិងផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួនពីរដ្ឋមន្ត្រីអភិវឌ្ឍអន្តរជាតិអូស្ត្រាលីលោកស្រីអានអាលីនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងសប្តាហ៍នេះក្នុងអំឡុងដំណើរទស្សនកិច្ចអូស្ត្រាលីក្រុងប្រកាសជំនួយថ្មីសម្រាប់គាំទ្រប្រព័ន្ធគាំពារសង្គមរបស់កម្ពុជាដំណើរនេះជាផ្នែកមួយនៃការធ្វើទស្សនកិច្ចនៅអាស៊ីអាគ្នេយ៍ចំនួន2ប្រទេសដោយមានប្រទេសវៀតណាមរួមបញ្ចូលផងដែរសាធារណជននិងភាគីពាក់ព័ន្ធកំពុងតាមដានការវិវត្តបន្តព័ត៌មានសុខភាពការព្យាបាលដោយអាំងស៊ុយលីនសម្រាប់អ្នកជំងឺទឹកនោមផ្អែមនៅតែមានឧបសគ្គមួយចំនួនដូចជាការយល់ដឹងអំពីការប្រើប្រាស់ការគ្រប់គ្រងកម្រិតជាតិស្ករនិងការចំណាយលើការព្យាបាលក្នុងវគ្គបញ្ចប់នេះវេជ្ជបណ្ឌិតមុនគីមថងអ្នកឯកទេសជំងឺទឹកនោមផ្អែមនិងក្រពេញអរម៉ូននៃមន្ទីរពេទ្យកាល់ម៉ែតនឹងពន្យល់អំពីបញ្ហាប្រឈមនិងដំណោះស្រាយសំខាន់សិស្សានុសិស្សនៅឃុំដងស្រុកប្រាសាទបល្ល័ង្កខេត្តកំពង់ធំកំពុងមានក្តីសង្ឃឹមថ្មីបន្ទាប់ពីទទួលបានអគារសិក្សាចំនួន2ខ្នងអគារទាំងនេះជាអំណោយរបស់សម្ដេចតេជោនិងក្រុមគ្រួសារដើម្បីជួយលើកកម្ពស់បរិយាកាសសិក្សារបស់កុមារនៅមូលដ្ឋានការមានថ្នាក់រៀនសមរម្យនឹងជួយឲ្យសិស្សអាចរៀនបានកាន់តែមានផាសុកភាពនិងមានសុវត្ថិភាពសាធារណជននិងភាគីពាក់ព័ន្ធកំពុងតាមដានការវិវត្តបន្តក្រសួងពាណិជ្ជកម្មបានពន្យល់ពីការអនុវត្តពន្ធគយថ្មីរបស់សហរដ្ឋអាមេរិកលើទំនិញនាំចេញពីកម្ពុជាក្នុងអត្រា 10% ក្រសួងបញ្ជាក់ថាអ្នកនាំចេញនិងវិស័យពាក់ព័ន្ធត្រូវតាមដានលក្ខខណ្ឌថ្មីនិងរៀបចំឯកសារឲ្យបានត្រឹមត្រូវជាមួយគ្នានេះសហរដ្ឋអាមេរិកបានផ្ដល់អត្រាពន្ធ0%ឬ MFN+0 សម្រាប់បន្ទាត់ពន្ធចំនួន154សាធារណជននិងភាគីពាក់ព័ន្ធកំពុងតាមដានការវិវត្តបន្តយ៉ាងហោចណាស់កាស៊ីណូចំនួន72កន្លែងនៅកម្ពុជាត្រូវបានបិទក្នុងបរិបទនៃការបង្ក្រាបប្រតិបត្តិការច្បោកតាមអនឡាញតាមសេចក្តីរាយការណ៍របស់ ACR Gaming ព្រៃវិធានការនេះពាក់ព័ន្ធនឹងការត្រួតពិនិត្យទីតាំងដែលអាចត្រូវបានប្រើសម្រាប់សកម្មភាពខុសច្បាប់ការបិទទីតាំងទាំងនេះគឺជាផ្នែកមួយនៃការឆ្លើយតបចំពោះបញ្ហាច្បោកតាមប្រព័ន្ធអ៊ីនធឺណិតអាជ្ញាធរនិងភាគីពាក់ព័ន្ធកំពុងតាមដានស្ថានភាពនេះបន្តទៀតអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាបានចុះពិនិត្យជាក់ស្ដែងនៅតំបន់បឹងត្រកួនស្រុកថ្មពួកទីតាំងនេះជាកន្លែងដែលមានការរាយការណ៍ថាយោធាថៃបានដាក់ទូកុងតឺន័រនិងបន្លាលួសតាមការរាយការណ៍របស់ AKP News និង BTV News ដំណើរទស្សនកិច្ចនេះមានគោលបំណងស្វែងយល់ពីស្ថានភាពជាក់ស្ដែងនិងផលប៉ះពាល់ចំពោះប្រជាពលរដ្ឋនៅតំបន់ព្រំដែនមន្ត្រីរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានបញ្ជាក់ថាតំបន់អានសេសស្ថិតក្នុងទឹកដីកម្ពុជាដោយផ្អែកលើឯកសារផ្លូវការជាច្រើនឯកសារទាំងនោះរួមមានផែនទីមាត្រដ្ឋាន 120,000 និងកំណត់ហេតុបោះបង្គោលរបស់គណៈកម្មការឥណ្ឌូចិនសៀមឆ្នាំ1908និង1919កម្ពុជាក៏យោងទៅលើផែនទី E7017 មាត្រដ្ឋាន 150,000 ដែលត្រូវបានគូរដោយភាគីថៃជាឯកតោភាគីអាជ្ញាធរមីននិងស្ថានទូតឥណ្ឌាប្រចាំកម្ពុជាបានចុះហត្ថលេខាលើអនុរណៈនៃការយោគយល់គ្នាដើម្បីអនុវត្តគម្រោងបោះសម្អាតមីននៅខេត្តពោធិ៍សាត់
កិច្ចសហការនេះផ្ដោតលើការកាត់បន្ថយហានិភ័យពីគ្រាប់មីននិងសំណល់ជាតិផ្ទុះដែលនៅសេសសល់ក្នុងតំបន់មួយចំនួនការងារនឹងរួមមានការស្ទង់ទីតាំងកំណត់តំបន់មានគ្រោះថ្នាក់និងបោះសម្អាតតាមលំដាប់អាទិភាពសម្ដេចធិបតីហ៊ុនម៉ាណែតមានប្រសាសន៍ថាកងទ័ពថៃបានចូលកាន់កាប់ទឹកដីកម្ពុជាយ៉ាងជ្រៅលើសពីព្រំដែនដែលបង្ហាញក្នុងផែនទីឯកតោភាគីដែលភាគីថៃបានអះអាងលោកបានលើកឡើងពីបញ្ហានេះក្នុងការពន្យល់អំពីស្ថានភាពតាមបណ្ដោយព្រំដែននិងការការពារអធិបតេយ្យឲ្យភាពកម្ពុជាសម្ដេចធិបតីបញ្ជាក់ថាកម្ពុជាផ្អែកលើឯកសារប្រវត្តិសាស្ត្រនិងច្បាប់អន្តរជាតិក្នុងការបង្ហាញជំហររបស់ខ្លួនសម្ដេចធិបតីហ៊ុនម៉ាណែតថ្លែងថាកម្ពុជាជ្រើសរើសយកយន្តការ UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រដោយសារភាគីថៃបានលុបចោលអនុរណយោគយល់គ្នាឆ្នាំ2001ជាឯកតោភាគីលោកពន្យល់ថាអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រផ្ដល់ជាក្របខ័ណ្ឌច្បាស់លាស់សម្រាប់ការចរចានិងការកំណត់សិទ្ធិរបស់ប្រទេសនីមួយសាធារណជននិងភាគីពាក់ព័ន្ធកំពុងតាមដានការវិវត្តបន្តសម្ដេចធិបតីហ៊ុនម៉ាណែតមានប្រសាសន៍ថាប្រទេសចិនបានដើរតួនាទីយ៉ាងសកម្មតាំងពីដើមមកក្នុងការសម្របសម្រួលដោះស្រាយបញ្ហារវាងកម្ពុជានិងថៃលោកបញ្ជាក់ថាការចូលរួមរបស់ចិនបានជួយបើកច្រកសន្ទនានិងលើកទឹកចិត្តឲ្យភាគីពាក់ព័ន្ធស្វែងរកដំណោះស្រាយតាមផ្លូវការទូតកិច្ចខិតខំនេះមានគោលបំណងកាត់បន្ថយភាពតានតឹងនិងរក្សាស្ថិរភាពនៅតំបន់សាធារណជននិងភាគីពាក់ព័ន្ធកំពុងតាមដានការវិវត្តបន្តអាជ្ញាធរជាតិអប្សរាកំពុងជួសជុលបង្កាន់ដៃនាគនៅជ្រុងខាងលិចប៉ែកខាងត្បូងនៃប្រាសាទអង្គរវត្តការងារនេះធ្វើឡើងដើម្បីថែរក្សាសំណង់បុរាណនិងទប់ស្កាត់ការខូចខាតដែលអាចកើតឡើងដោយសារអាយុកាលអាកាសធាតុនិងការប្រើប្រាស់ជាប្រចាំក្រុមជំនាញកំពុងពិនិត្យស្ថានភាពថ្មរៀបចំផ្នែកដែលរងការខូចខាតនិងអនុវត្តការជួសជុលដោយប្រុងប្រយ័ត្នសាធារណជននិងភាគីពាក់ព័ន្ធកំពុងតាមដានការវិវត្តបន្តក្រុមបាល់ទះជម្រើសជាតិកម្ពុជាបាននាំពានជើងឯក AEAV.CUP 2025មួយជើងទី1និងមេដាយមាសប្រវត្តិសាស្ត្រត្រឡប់មកដល់មាតុភូមិវិញនៅរសៀលថ្ងៃទី27ខែកក្កដានេះជាលើកដំបូងដែលកម្ពុជាឈ្នះពានរង្វាន់បាល់ទះអាស៊ីអាគ្នេយ៍នេះក្រុមកីឡាករទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីថ្នាក់ដឹកនាំក្រសួងសហព័ន្ធនិងប្រជាពលរដ្ឋនៅអាកាសយានដ្ឋានអន្តរជាតិតេជោក្រុមកីឡាករទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីថ្នាក់ដឹកនាំក្រសួងសហព័ន្ធនិងប្រជាពលរដ្ឋនៅអាកាសយានដ្ឋានអន្តរជាតិតេជោបើលោកអ្នកចង់គាំទ្រកម្មវិធីនេះសូមតាក់ទងមកក្រុមការងាររបស់យើង